ជម្រាបសួរបងប្អូនទាំងអស់គ្នានិងប្រិយមិត្តដែលចូលចិត្តតាមដានเพจរបស់នាងខ្ញុំលោកនាងកញ្ញាអាចស្គាល់ផ្កានេះទេនៅក្នុងវីដេអូនេះជាផ្កាស្រស់នាងខ្ញុំដាំតាំងពីដើមមកចង្អាមពីដីឥឡូវនេះពួកគាត់ល្អខ្លាំងណាស់ឥឡូវនេះគឺម៉ោង 9 យប់ហើយហើយនេះខ្ញុំដាំក្នុងផើងបែបនេះឥឡូវនេះគឺម៉ោង 9 យប់ហើយផ្កានេះគឺពួកគាត់ក្រអូបតែពេលយប់នៅក្នុងស្រុកដែលនាងខ្ញុំរស់នៅបច្ចុប្បន្ននេះគឺក្នុងខែ 4 គឺចាប់ផ្ដើមចូលខែត្រជាក់ហើយឥឡូវហ្នឹងអាកាសធាតុនៅពេលយប់ថ្ងៃនេះគឺ10 អង្សាហើយមើលផ្កានេះមានឈ្មោះហៅថាផ្កាណាគ្រីហើយផ្កាណាគ្រីនេះគឺក៏អូបតែពេលយប់ទេនៅស្រុករបស់នាងខ្ញុំនៅផ្កាណាគ្រីនេះគឺពិបាកដាំខ្លាំងណាស់ព្រោះថាពួកគាត់មិនសូវត្រូវគ្នាជាមួយនឹងអាកាសធាតុត្រជាក់ប៉ុន្តែលោកនាងកញ្ញាមើលនេះគឺនាងខ្ញុំដាំពួកគាត់ដែលអត់មានប្រើជីអ្វីទេប៉ុន្តែពួកគាត់ហាក់ដូចជាដុះល្អដល់ហើយបើសិនជាលោកនាងកញ្ញាដែលរស់នៅប្រទេសញូហ្សេឡង់ទីក្រុង Wellington នេះមានចំណូលចង់ដាំផ្កាណាគ្រីប្រភេទនេះដែរសូមតាក់ទងមកនាងខ្ញុំអាចរំលែកជូនដាំបានគឺអត់មានស្រោចជីអ្វីទេសប្តាហ៍ថ្ងៃស្រោចតែទឹកធម្មតាហើយការដាំនេះគឺបានរយៈពេលប្រហែលជា1 ឆ្នាំហើយមើលពួកគាត់ចេញផ្កាល្អមែនតើនៅពេលយប់បន្តិចអញ្ចឹងគាត់នៅបង្ហើបទ្វារបអួចបន្តិចមកនៅខាងក្នុងនោះគឺជាកន្លែងដែលនាងខ្ញុំថ្វាយបង្គំព្រះហើយនាងខ្ញុំដាំផ្កាមួយផើងនេះនៅខាងក្រៅផ្ទះពួកគាត់ក៏អូបទៅពេលយប់ហើយពេលយប់យើងបើកទ្វារបើកបង្អួចបន្តិចទៅគឺមានក្លិនក្រអូបចូលទៅក្នុងបន្ទប់ថ្វាយបង្គំព្រះចំណែកផ្កាម្លិះនាងខ្ញុំដាំដាក់នៅខាងក្នុងផ្ទះព្រោះនៅស្រុកនេះដាំអត់បានទេនៅខាងក្រៅពួកគាត់អត់រស់បានល្អទេសំថើបបន្តិចទៀតក៏អូបខ្លាំងក៏អូបខ្លាំងមែនតើផ្ញើជូនលោកនាងកញ្ញាមើលថាផ្កាណាគ្រីនៅប្រទេសញូហ្សេឡង់គឺបែបនេះកន្លងមកនាងខ្ញុំមិនដែលឃើញផ្ទះខ្មែរណាដែលនាងខ្ញុំទៅលេងណាដូចជានៅក្រៅឈើដានីដិន Palmerston Hastings Wellington Rotorua Hamilton Auckland គឺពួកគាត់អត់មានដាំផ្កាប្រភេទនេះទេចំណែកនាងខ្ញុំគឺអត់មានបានហើយក៏មិនដែលឃើញមានលក់នៅលើទីផ្សារដែរប៉ុន្តែនាងខ្ញុំបានមកពីផ្ទះរបស់លោកគ្រូដែលនាងខ្ញុំរៀនព្រះធម៌ជាមួយគឺគាត់ចែករំលែកមកផ្ទះគាត់ក៏អត់មានច្រើនដែរហើយចែករំលែកបានមួយផើងមកប៉ុន្តែមួយផើងឥឡូវហ្នឹងគឺច្រើនមែនតើអញ្ចឹងនាងខ្ញុំអាចចែករំលែកតទៅដល់បងប្អូនដែលចង់ដាំផ្កានេះដែរណាប៉ុណ្្នឹងសិនណាចាំជួបគ្នាពេលក្រោយទៀត